ជំរាបសួរ Alo ជំរាបសួរបងជាស្រ័យបងខលពីខាងធនាគារ KB ដែលហាន់ទៅវិញបង ចាមិនដែរលោកគ្រូ បងឲ្យថ្ងៃនេះបងបានទូទាត់សាច់ប្រាក់មកខាងធនាគារហើយឬនៅបង អូនៅទេលោកគ្រូ បងចេះតាក់ទងខែនេះគឺយើងមានប្រូម៉ូសិនអត្រាការប្រាក់ពិសេសជូនបងបើសិនជាបងទូទាត់ក្នុងពេលឥឡូវនេះអញ្ចឹងណាបង អូធនាគារឥឡូវមានការប្រម៉ូសិនពិសេសទៀត បាទបងអញ្ចឹងបងជួយធ្វើការទូទាត់ឥឡូវមកបងដោយសារតែប្រូម៉ូសិនយើងមានការកំណត់ណាបងចំពោះគណនីបងនឹងផ្សាយជូនទៅបងតាមរយៈ Telegram អញ្ចឹងណាបង ចាលោកគ្រូហ្នឹងហើយខ្ញុំនឹងទៅបងឲ្យលោកគ្រូឥឡូវណា បាទបងបាទអញ្ចឹងអរគុណច្រើនបងជំរាបលាបង ចាអរគុណច្រើនលោកគ្រូជំរាបលាអូធនាគារឥឡូវមានការប្រម៉ូសិនបញ្ចុះការប្រាក់ទៀតអូយល្អយ៉ាងនេះបងមួយសិន ឈប់សិនបងស្រីកំពុងតែចាញ់បោកជនឈ្លឿកាហើយបងមិនត្រូវបងនោះទេអតិថិជនជាទីគោរពសូមជម្រាបជូនថាធនាគារឯកទេស KB ដែលហាន់មើកហៅកាត់ថា KDSB មានកិត្តិយសសូមជម្រាបជូនដល់អតិថិជនឬក៏សាធារណជនឲ្យបានជ្រាបថានាពេលថ្មីនេះមានជនឆបោកបានខ្លាចបន្លំជាបុគ្គលិករបស់ធនាគារ KDSB តាក់ទងទៅកាន់អតិថិជនក្នុងគោលបំណងឲ្យអតិថិជនធ្វើការទូទាត់មុនការកំណត់ដើម្បីទទួលបានប្រម៉ូសិនពីខាងធនាគារ KDSB និងបង្កជាសកម្មភាពអាក្រក់ផ្សេងៗធនាគារ KDSB សូមជម្រាបជូនថាធនាគារមិនបានអនុញ្ញាតឲ្យបុគ្គលិកណាម្នាក់តាក់ទងទៅកាន់អតិថិជនក្នុងគោលបំណងដើម្បីទារប្រាក់ឬក៏បង់កម្ចីទៅតាមគណនីផ្ទាល់ខ្លួននោះឡើយសម្រាប់អតិថិជនដែលចង់ធ្វើការទូទាត់ទឹកប្រាក់មកកាន់ធនាគារ KDSB សូមធ្វើការទូទាត់មកកាន់គណនីតែមួយគត់របស់ធនាគារ KB Dehan តាមរយៈ ABA Mobile, Slida Mobile, True Money និងធនាគារវិញដើម្បីដឹងពីរបៀបនៃការទូទាត់ទឹកប្រាក់សូមធ្វើការចុច link ក្នុង caption នៃវីដេអូខាងក្រោមធនាគារ KDSB សូមមិនទទួលខុសត្រូវរាល់បញ្ហាប្រការណាមួយដែលបង្កឡើងដោយជនឆបោកនោះឡើយសម្រាប់ព័ត៌មានផ្សេងៗសូមធ្វើការទាក់ទងមកកាន់គណនីរបស់ធនាគារ KB Dehan ឬតាមរយៈលេខទូរស័ព្ទដូចខាងក្រោម ធនាគារឯកទេស KB Dehan មាគ៌ាហិរញ្ញវត្ថុថ្មីរបស់លោកអ្នក